បាទសួស្តីគ្នាយើងទាំងអស់គ្នាសម្រាប់វីដេអូនេះគឺយើងនិយាយពីplastic synthetic បាទដោយសារវីដេអូមុនយើងនិយាយពីតសខ្លីបាទពាក់ព័ន្ធជាមួយនឹងចំណុចចំចំណុចដែលវាធ្វើការហើយបន្ទាប់មកយើងបាននិយាយពីតសជ្រុងហើយនិងសមូលរួចទៅហើយអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនិយាយពី plastic synthetic បាទមានន័យថាទីប្រជុំទម្ងន់នៃមកកាត់អញ្ចឹងដោយសារយើងត្រូវការដឹងពីវាដើម្បីយើងទៅភាគសិក្សាជាមួយនឹងបន្ទុកដែលបន្ទុកចំចំណុចជាមួយនឹងមើលម៉ងហើយនឹងកម្លាំងចាប់ផ្ដើមនឹងចំណុចចាប់ផ្ដើមរបស់អក្សរអញ្ចឹងយើងត្រូវសិក្សាពី plastic synthetic បាទវាជាទីប្រជុំទម្ងន់នៃមកកាត់បាទអញ្ចឹងនៅក្នុងនេះវាជាឧទាហរណ៍មួយបាទដោយយើងមានបណ្ដោយអក្សរ7ទឹកទៅដល់អក្សរ5ទឹកហើយប្រភេទដែកដែលយើងយកមកឧទាហរណ៍គឺ20លី cover 40លីcover 40ហើយនឹងដែកកង10លី stem ផុសបេតុងហើយ stem ផុសដែកនេះជារូបភាពដែលយើងបានបង្ហាញបាទអញ្ចឹងមានន័យថាមកកាត់ផុសវាប៉ុណ្នេះគឺយើងដាក់ដែកគឺប្រភេទដែកតាំងពៅ20លីគឺខាងឆ្វេង5ដើមគឺខាងស្ដាំ3ដើមបាទប៉ុន្តែជាទូទៅតសគឺគេពង្រាយឲ្យវាស្មើគ្នាតាមទិសដៅស្របy និង x វាក៏ទៅស្មើគ្នាបាទប៉ុន្តែនេះវាជាឧទាហរណ៍មួយដើម្បីយើងទៅសិក្សាជាមួយនឹងទីប្រជុំទម្ងន់នៃមកកាត់របស់យើងតើវានៅលើចំណុចណានៅក្នុងនេះប្រសិនមកក្នុងករណីយើងដាក់ទៅខាងឆ្វេង5ដើមខាងស្ដាំ5ដើមអញ្ចឹងទីប្រជុំទម្ងន់របស់វាគឺ 100% គឺវានៅចំកណ្ដាលប៉ុន្តែនៅក្នុងនេះយើងដាក់វា5ដើមខាងឆ្វេងដែរអញ្ចឹងទីប្រគំទម្ងន់មកកាត់វា plastic synthetic ហ្នឹងគឺมันនៅស្ថិតនៅចំចំណុចកណ្ដាលទេអញ្ចឹងយើងត្រូវការសិក្សាវាបាទអញ្ចឹងសិក្សាវាគឺយើងបាននៅក្នុងនេះគឺវាត្រូវការសិក្សានៅកម្លាំង3ដែលបុកទៅលើធ្វើការនៅលើមកកាត់អក្សររបស់យើងគឺ ASO បាទមានន័យថាកម្លាំងដែក5ដើម SC គឺកម្លាំងមកកាត់បេតុងផុតអក្សរហើយនឹងកម្លាំង SSD បាទនេះជាដែក3ដើមនេះខាងស្ដាំដៃនេះបាទអញ្ចឹងយើងត្រូវការរក PC តើវាចម្ងាយណាពី AA នេះបាទអញ្ចឹងនៅក្នុងនេះគឺជា PC បាទយើងត្រូវការរក PC អញ្ចឹង PC វាពាក់ព័ន្ធជាមួយ SC FSO ហើយនិង SSD បាទអញ្ចឹងកម្លាំង SC គឺជាបេតុងបាទមកកាត់បេតុងអញ្ចឹងយើងត្រូវការរកវាគឺស្មើនឹង 0.85 គុណនឹង FMC គុណនឹង AC បាទអញ្ចឹងអានេះគឺជា85% 0.85 ជាមួយកម្លាំងបេតុងជាមួយគុណនឹងជាមួយនឹងមកកាត់កលាផ្ទៃមកកាត់របស់តសអញ្ចឹង AC គឺស្មើនឹងបដោយគុណទឹកបាទហើយយើងរក IO វាស្មើនឹងខ្ញុំតាំង AS អងនេះមានន័យថាកលាផ្ទៃដែកចំនួន5ដើមនឹងតែម្ដងបាទគុណនឹងជាមួយ register stem ផុសដែករបស់យើង390បាទ FD ក៏ដូចគ្នាដែរគឺជាកលាផ្ទៃដែកខាងស្ដាំដៃដែលមានចំនួន3ដើមគុណជាមួយកលាផ្ទៃផុសបេតុងអញ្ចឹងនៅក្នុងរូបមន្តនេះយើងស្គាល់អញ្ញត្តិអស់ហើយយើងអាចកណនីបានដោយសារប្រវែង D នេះគឺជាប្រវែងនៃខ្នោះរបស់វាអញ្ចឹងមានន័យថាចំណុច A នេះគឺជាចំណុចដែលយើងគិតអញ្ចឹង FC គុណនឹង D គឺជាប្រវែងចំណុចកណ្ដាលបាទដែល FC វាបុកទៅចំចំណុចកណ្ដាលអញ្ចឹងមានន័យថា FC ហ្នឹងគឺចំណុចវាគឺស្មើនឹងបាទបដោយផតសចែកពី2បាទអញ្ចឹង AC ចែក2ហើយ SSO គឺជាកម្លាំងផុសដែកចំនួន5ដើមនេះបាទអញ្ចឹងវាដកនឹង D ប្រវែង D វាគឺស្មើនឹង60បាទហើយ FD នេះគឺជាកលាផ្ទៃនេះគឺជាកម្លាំងផុសដែក3ដើមនេះបាទដែលវាមានចម្ងាយពី A មកដល់ចំណុចនេះអញ្ចឹងយើងត្រូវយកបដោយផុសយើងដកនឹងD' យើងនិយាយថា D' ទៅស្មើនឹងប្រវែងនេះយើងអាចរកឃើញបាទអញ្ចឹងដូចជាអត់មានបញ្ហាទេនៅពេលដែលយើងកណនីវាយើងអាចដឹងថា plastic synthetic របស់វានៅចម្ងាយណាគិតពីចេញពីអាហ្នឹងចំណុចណាបាទអញ្ចឹងយើងបានយើងនិយាយទាំងអស់គ្នាសិក្សាទាំងអស់គ្នាបាទបន្ទាប់មកយើងរក AO បាទ AO ដូចខ្ញុំបានបញ្ជាក់អញ្ចឹងវាគឺ5ដើមអញ្ចឹង5ដើមនៅក្នុងចំណុចនេះ
បាទស្មើនឹង5គុណនឹងក្លាបផ្ទៃដៃបដើមគឺស្មើនឹង 1500 មីលីម៉ែត្រការ៉េអញ្ចឹង AS ក៏ដូចគ្នាដែរយើងគុណវាជាមួយនឹង3ដើមនេះគឺជាក្លាបផ្ទៃដៃបាទយើងជាប់បញ្ញត្តិ AC ដែលពាក់ព័ន្ធនឹង AC គេអាចរក SC បាទអញ្ចឹងនៅក្នុងនេះយើងអាចរកទាំង3នឹងបានបាទដោយ SC ដែលយើងនិយាយមិញបាទ 0.85 គុណ FMC គុណនឹង AC ស្មើនឹង1គីឡូមីតរ FSR គុណនឹងបាទក្លាបផ្ទៃ S ក្លាបផ្ទៃ S1 គុណជាមួយ AY ស្មើនឹងប៉ុណ្នេះបាទអញ្ចឹងយើងអាចតន័យរបស់យើងកណនីមកហើយបន្ទាប់មកទៀតយើងកណនីរកប្រវែងនៅក្នុងរបស់វាបាទនេះគឺជាលេខព្រាមដែលយើងសិក្សាដែលខ្ញុំបានបញ្ជាក់ជាមួយនឹងនេះគឺស្មើនឹង60យើងនិយាយថាលេខព្រាមដែលសារវិដកជាមួយពាក់ព័ន្ធជាមួយនឹង cover ពាក់ព័ន្ធជាមួយនឹងដែកកងអីចឹងយើងអាចកណនីវាបាទយើងកណនីដូចជាឆ្នាំទៅអញ្ចឹងនៅក្នុងនេះយើងអាចកណនីវាបានថា PC របស់យើង plastic center របស់វាគឺស្មើនឹង 340.86 មីលីម៉ែត្រអញ្ចឹងមានន័យថាអត់នៅចំចុចកណ្ដាលនៃមុខកាត់សរទេបាទដោយសារការដាក់ដៃរបស់យើងគឺអត់ដូចគ្នាបាទអញ្ចឹងខាងនេះ5ដើមខាងនេះ3ដើមប៉ុន្តែបើសិនជាក្នុងនេះយើងលក្ខខណ្ឌកន្លែង AFD នេះយើងសាកធ្វើតេស្តជាមួយនឹងដាក់5ដើមដូចគ្នាទៅបាទអញ្ចឹង 100% គឺវាប្រកបជាស្មើនឹង300បាទតន័យរបស់យើងគឺស្មើ350ដោយសារវា7ទឹកមុខកាត់យើង7ទឹកបាទដោយសារយើងសិក្សាតាមមុខកាត់មួយហ្នឹងអញ្ចឹងមានន័យថា plastic tenderite គឺចំណុចទីប្រជុំទៅនឹងមុខកាត់យើងមានតែប៉ុណ្្នឹងទេដោយសារយើងសិក្សាវានៅពេលដែលវីដេអូក្រោយៗយើងនឹងនិយាយពីវា plastic tenderite បាទមានន័យថាទីប្រជុំទៅនឹងមុខកាត់របស់យើងពាក់ព័ន្ធនឹងការសិក្សានេះដូចជាអត់មានច្រើនទេដូចជាវាតិចតែទេ plastic tenderite បាទមានតែប៉ុណ្្នឹងទេហើយនឹងវីដេអូក្រោយយើងនឹងនិយាយពីលក្ខខណ្ឌផ្សេងៗដែលពាក់ព័ន្ធជាមួយនឹង plastic tenderite បាទអូខេវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាទអរគុណច្រើន